បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទនៅក្នុងវីដេអូនេះលោកគ្រូសូមលើកយកមេរៀនគណិតវិទ្យាថ្នាក់ទី6បាទគឺមេរៀនទី1ដែលមានចំណងជើងថាចំនួនបាទមកធ្វើការបញ្យល់ឡើងវិញក៏ដូចជាធ្វើកំណែនៃមេរៀននេះជូនបងប្អូនផងដែរបាទគណិតវិទ្យាថ្នាក់ទី6មេរៀនទី1បាទដែលលោកគ្រូលើកមកបង្ហាញថ្ងៃនេះគឺត្រង់ចំណុចអំណាននិងសំណេរចំនួនបាទអញ្ចឹងដូចបងប្អូនឃើញស្រាប់ហើយបាទនេះជាចំនួនដែលគេឲ្យជាឧទាហរណ៍បាទនៅក្នុងនេះគេសរសេរជាលក្ខណៈដកឃ្លាបាទនេះថា3ខ្ទង់យើងដកឃ្លា1បាទឬក៏យើងអាចសរសេរជាចំនួនក្បៀសបានថា3ខ្ទង់ក្បៀស1 3ខ្ទង់ក្បៀស1បងប្អូនអាចយកតាមលំនាំនៃចំនួននៅលើកាសចូលបានណាបាទចំនួនលើកាសចូលដែលគេសេ3ខ្ទង់គឺក្បៀស1បាទអញ្ចឹងចំនួននេះតើគេមានរបៀបអានដូចម្ដេចបាទចម្លើយបាទចម្លើយគឺនៅក្នុងយើងរៀននៃកម្រិតថ្នាក់ទី6បាទទី4ទី5ទី6នេះរបៀបអានគឺយើងមាន2បាទគឺយើងអានតាមខ្ទង់និងអានតាមថ្នាក់នេះបាទនេះគឺជារបៀបអានតាមខ្ទង់និងរបៀបអានតាមថ្នាក់អញ្ចឹងចង់បញ្ជាក់បងប្អូនថាការអានតាមថ្នាក់ដោយគេគូខាងលើនេះបាទអានតាមថ្នាក់គឺយើងមានតែ3ថ្នាក់ទេគឺមានថ្នាក់លានថ្នាក់ពាន់ហើយនិងថ្នាក់ឯកតាបាទថ្នាក់ឯកតាហើយនៅក្នុងថ្នាក់នីមួយៗគឺវាមានតាមខ្ទង់នៅក្នុងហ្នឹងបាទអញ្ចឹងដល់ពេលយើងអានតាមខ្ទង់វាមានខ្ទង់លានបាទយើងហៅថាខ្ទង់លានខ្ទង់សែនខ្ទង់ម៉ឺនខ្ទង់ពាន់ខ្ទង់រយខ្ទង់10ខ្ទង់រាយដែលឡែកថ្នាក់ឯកតាបាទដែលឡែកថ្នាក់ឯកតានេះគឺយើងមាន3ខ្ទង់នៅក្នុងហ្នឹងគឺយើងមានរាយ10រយបាទនេះចំពោះថ្នាក់ឯកតាដែលឡែកថ្នាក់ពាន់គឺយើងមាន3ខ្ទង់ដែរបាទគឺខ្ទង់ពាន់ខ្ទង់ម៉ឺននិងខ្ទង់សែននៅក្នុងថ្នាក់ពាន់ហ្នឹងបាទដែលឡែកថ្នាក់លានគឺយើងមានខ្ទង់លាននៅក្នុងហ្នឹងបាទអញ្ចឹងបងប្អូនអាចគូតារាងតាមគេបាទអាចគូតារាងតាមគេចេះមកដោយសារហើយប្រឡោះនេះគឺយើងຕົកសទៅយើងយកលេខមកជំនួសបាទអញ្ចឹងដល់ពេលយើងជំនួសយើងឃើញថាលេខ0នេះលេខ0នៅខាងលើនេះយើងយកមកដាក់នៅខ្ទង់រាយលេខ5នេះយកមកដាក់ខ្ទង់10លេខ2នេះយកមកដាក់នៅខ្ទង់រយអញ្ចឹងយើងអាន250មែនទេ250បងប្អូនគឺចេះអានហ្នឹងណាបាទ250នេះគឺស្ថិតនៅក្នុងថ្នាក់ឯកតាបាទនៅឯកតាដែលឡែកលេខ5ខាងនេះលេខ5នេះគឺយើងយកមកដាក់នៅខ្ទង់ថ្នាក់ពាន់ហើយប៉ុន្តែយកមកដាក់នៅខ្ទង់ពាន់បាទខ្ទង់ពាន់លេខ6ស្ថិតនៅក្នុងខ្ទង់ម៉ឺនលេខ4ស្ថិតនៅក្នុងខ្ទង់សែនអញ្ចឹងបើយើងអានតាមខ្ទង់យើងអានថា4សែន6ម៉ឺន5000មែនទេ4សែន6ម៉ឺន5000បាទវិញយើងដល់ខ្ទង់នេះណាបាទបើយើងអានតាមថ្នាក់យើងហៅថាថ្នាក់ពាន់មែនទេបើយើងអានតាមថ្នាក់វិញណាយើងអានថា465,000មែនទេ465,000ដោយសារលេខនេះវាស្ថិតនៅតែមួយថ្នាក់បាទគឺថ្នាក់ពាន់នេះបើយើងអានតាមថ្នាក់យើងអានថា465,000តែបើយើងអានតាមខ្ទង់គឺ465,000បាទដែលឡែកលេខ0នេះបាទលេខ0នេះយើងយកមកដាក់នៅខ្ទង់យកមកដាក់នៅថ្នាក់លានបាទថ្នាក់លានដោយសារនៅថ្នាក់លានយើងវាមាន3ខ្ទង់មាន3លេខអញ្ចឹងយើងកនវាជា3ខ្ទង់ដែរបាទយើងមាន
លេខ0លេខ7លេខ8នេះបាទអញ្ចឹងយើងអានថាម៉េចយើងអានថា870លានមែនអត់870លានបាទដោយសារលោកគ្រូបញ្ជាក់ជូនឡើងវិញថាលេខ0នេះគឺស្ថិតនៅក្នុងខ្ទង់រាយនៃថ្នាក់លានបាទលេខ7នេះស្ថិតនៅក្នុងខ្ទង់10នៃថ្នាក់លានលេខ8នេះស្ថិតនៅក្នុងខ្ទង់100នៃថ្នាក់លានអញ្ចឹងយើងអានថា870លានបាទលោកគ្រូបញ្ជាក់ថយក្រោយវិញបាទក្រោយវិញលេខ0នេះគឺស្ថិតនៅក្នុងខ្ទង់រាយនៃថ្នាក់ឯកតាខ្ទង់10នៃថ្នាក់ឯកតាខ្ទង់100នៃថ្នាក់ឯកតាអញ្ចឹងយើងអានថា250ដោយឡែកលេខ5នេះវាស្ថិតនៅក្នុងខ្ទង់រាយនៃថ្នាក់ពាន់បើយើងគិតថ្នាក់ពាន់វិញណាខ្ទង់រាយនៃថ្នាក់ពាន់តែវាស្ថិតនៅក្នុងខ្ទង់ពាន់នៃថ្នាក់ពាន់ដែរស្ថិតនៅក្នុងខ្ទង់ពាន់បាទលេខ6នេះវាស្ថិតនៅក្នុងខ្ទង់10នៃថ្នាក់ពាន់ខ្ទង់10នៃថ្នាក់ពាន់នេះតែបើយើងអានតាមខ្ទង់គឺវាស្ថិតនៅក្នុងខ្ទង់10000លេខ4នេះវាស្ថិតនៅក្នុងថ្នាក់100នៃថ្នាក់ពាន់នេះអញ្ចឹងបើយើងអានថា465,000មែនទេ465,000អានេះយើងអាន250បាទអានេះអាន465,000ដោយសារលេខនេះវាស្ថិតនៅក្នុងខ្ទង់នៅក្នុងថ្នាក់ពាន់បាទថ្នាក់ពាន់តែបើយើងអានតាមថ្នាក់អានតាមខ្ទង់ sorry បាទអានតាមខ្ទង់គឺលេខ5ស្ថិតនៅក្នុងខ្ទង់ពាន់លេខ6ស្ថិតក្នុងខ្ទង់10000លេខ4ស្ថិតក្នុងខ្ទង់សែនអញ្ចឹងយើងអានថា465,000បាទបើយើងនិយាយថ្នាក់វិញគឺ465,000បាទ870នេះបើយើងគិតលេខ0នេះវាស្ថិតនៅក្នុងខ្ទង់រាយនៃថ្នាក់លានខ្ទង់10នៃថ្នាក់លានខ្ទង់100នៃថ្នាក់លានយើងអានថា870លានមែនទេ870លានបាទតែបើយើងគិតខ្ទង់គឺវាខ្ទង់លានហើយបាទវាមានតែខ្ទង់ទេគឺខ្ទង់លានតែម្ដងថ្នាក់ក៏ថ្នាក់លានដែរបាទបងប្អូនតោះនេះបាទអញ្ចឹងតាមរយៈលេខខាងលើបាទគេអាចអានចំនួនខាងក្រោមហ្នឹងតាមខ្ទង់និងតាមថ្នាក់បានណាតាមខ្ទង់គឺយើងអានថា870លាន4,650,550នេះណាបើយើងអានតាមខ្ទង់បាទគឺ8លាន870លាន4,650,250បាទដែលយើងអានតាមថ្នាក់គឺ870លាន465,250មានន័យថាយើងអានតាមថ្នាក់ហ្នឹងគឺប៉ុណ្ណេះមួយថ្នាក់870លាននេះមួយថ្នាក់ទៀត465,000នេះមួយថ្នាក់ទៀតគឺ250បាទតោះនេះបងប្អូនតោះអត់បាទគឺរបៀបអានយើងមានតែ2ទេបាទគឺតាមថ្នាក់ហើយនិងតាមខ្ទង់បាទតាមថ្នាក់គឺយើងមាន3មានថ្នាក់ឯកតាថ្នាក់ពាន់និងថ្នាក់លានតាមខ្ទង់គឺមានលានសែនម៉ឺនពាន់រយ10រាយ10រយពាន់ម៉ឺនសែនលានបងប្អូនងាយស្រួលហៅដែរបាទអញ្ចឹងយើងមានលំហាត់ប៉ុណ្ណេះលំហាត់ចូលអានចំនួនរួចសរសេរពាក្យនៃចំនួនខាងក្រោមតាមខ្ទង់និងតាមថ្នាក់វាមានកខដល់ចឯណោះបាទហើយខាងក្រោមនេះគេឲ្យជាការអានបាទគេឲ្យជាការអានសំណេរជាខ្មែរហើយតែគេឲ្យសេចក្លេខបាទអញ្ចឹងលោកគ្រូនឹងដោះស្រាយចម្លើយលំហាត់នេះជូនបងប្អូនបាទនេះលោកគ្រូមានតារាងចម្លើយស្រាប់បាទអញ្ចឹងដំបូងបងប្អូនអានវាចេញសិនមកអានទៅចេញតាមថ្នាក់សិនមកបាទតាមថ្នាក់មុនឬក៏បងប្អូនចង់អានតាមខ្ទង់មុនក៏បានឥឡូវទៅថាតាមខ្ទង់ចុះចឹងឯងចានៅ2នារី
đọc rồi pon mơn sàn liền bạn chẳng dân an tha mà rồi mà phây pram liền pi sàn buồn mơn bảy pon mà rồi pi anh ấy dân an tam tam tống nè cho bạn tam thana mình bảy tông dân cần mà thana anh ấy thana ai ta thana pon thana liền chẳng bạn tam thana cứ mà rồi mà phây pram liền pi rồi sai sập bảy pon mà rồi pi chẳng lục ru đừng đại chấm lời chú bà chấm lời an tam tông mà chẳng an tham ếch mùi rồi mà phây pram liền pi rồi tam tông cứ mà rồi mà phây pram liền pi sai buồn mơn bảy pon mùi rồi piนี่อันตามตรงนะคนโวนมาร้อยปีแบบchoอันตามธนะอันตามธนะไว้มาน้องแบบไม่ได้ทามวยร้อยมาไพ่ปรามเลี้ยนมาไพ่ปรามเลี้ยนปีร้อย40 bảy pon mùi rồi pi chẳng an tam thana nâng tam tống và từ họ thì muốn là cru bàn slide chun ổn hết bà chẳng giờ nâng an vọt cướp làm hạt này bà tông này bà tông này cứ bây giờ an tam thana an tam tông vinh cứ pi rồi sai sập bằng bảy liên mùi sai bằng bảy mớn sam sập ram cho an tam thana cứ pi rồi sai sập bằng bảy liên mùi rồi bát sập pon sam sập ram chẳng dân cả máu an tam tông pi rồi sai sập ram bảy liên mà bây giờ sẽ dần 7 liên mùi sáng pram 7 mơn 7 mơn sam sập pram mà an tam nè pi rồi sai sập làm bài lên mùi rồi bát sập pon sam sập ram bạn nàyคือตรงที่ปีbạnตรงที่ใบตรงโกอันตามตรงบุญร้อยปรามเลียนปีแสนปรามปีเมินผมเปิลเมินบ่าผมปีเมินประมวยปอนประบุญร้อย30มาอ่านตามธนะคือบุญร้อยปร
5 liền 270 6 pon 930 បាទตรงข้อបាទตรงข้อអានតាមខ្ទង់បាទអញ្ចឹងបងប្អូនមើលនេះតាមខ្ទង់ណាបាទកន្លែងនេះវាមានដល់14ខ្ទង់មែនទេខាងលើតែ3ខ្ទង់ឯង405អីចឹងមកចុះដល់នេះអានមិនដែរអានេះអាន2871លានមែនទេបងប្អូនភាសាលេខ4ខ្ទង់យើងអានចឹងមកបាទ2871លានបាទអញ្ចឹង2871លាន1សែន643បាទ643អានតាមថ្នាក់បាទអានតាមថ្នាក់គឺអានេះមួយថ្នាក់អានេះថ្នាក់លេនអញ្ចឹងណាបាទអញ្ចឹង2871លាន635,643បាទអានេះយើងអានតាមថ្នាក់បាទបងប្អូនតើណាបងប្អូនបាទចុះខ្ទង់នេះបាទនេះគឺខ្ទង់លេនហ្នឹងគឺ4ខ្ទង់ដែរគឺគិតដល់ពាន់ដែរបាទអញ្ចឹងយើងអានមកបាទអានតាមខ្ទង់46លានបាទនេះទៀតមក3ខ្ទង់ទៀតបាទ7 សែនបាទអានតាមខ្ទង់7សែន360បាទ360ប៉ុណ្ណេះបាទនេះអានតាមខ្ទង់បាទអានតាមថ្នាក់4បាទអានេះគឺថ្នាក់លេនបាទ4376លានអានេះ3ខ្ទង់ទៀតបាទនេះថ្នាក់ពាន់បាទ718,360បាទ360បាទមកខ្ទង់ចខ្ទង់ចុងបញ្ចប់អានតាមខ្ទង់បាទតាមខ្ទង់គឺ6,871
50 số này cho án đấy bọn đấy án thì bà án số rồi thì mà việc án lại 23 đi tầm đó 57 liền pram bay sign pram pi mơn mùi pon mà mùi pon mùi rối 8 9 បាទនេះយើងអានតាមតុងបាទអានតាមថ្នាក់បាទ6 53 លាន 870 1,189 បាទនេះគឺយើងអានតាមថ្នាក់បាទអញ្ចឹងតាមរយៈចម្លើយទាំងអស់នេះលោកគ្រូជឿជាក់ថាបងប្អូនអាចនឹងយល់បានបាទអាចនឹងយល់បានលោកគ្រូជឿថាអញ្ចឹងបាទភាសាទេហងាយងាយទេទេហងាយងាយបងប្អូនអាចកត់ត្រាទុកបាទអាចកត់ត្រាទុកចំពោះបងប្អូនដែលមើលការបកស្រាយលោកគ្រូហើយបានមានចម្ងល់មិនតន់យល់ច្បាស់ត្រង់កន្លែងណាបងប្អូនអាចខមមិនខាងក្រោមវីដេអូលោកគ្រូនឹងធ្វើបន្តទៀតបាទនឹងព្យាយាមបញ្យល់លំហាត់ឲ្យឡើងវិញជូនបងប្អូនបាទអញ្ចឹងនៅចម្លើយទី2គេដាក់ថាចូលសរសេរចំនួនខាងក្រោមអញ្ចឹងកន្លែងនេះគេឲ្យជាការជាសំណេរហើយការសរសេរជាលេខទេណាអញ្ចឹងកន្លែងនេះដាក់ថា385លាន 250,035 អញ្ចឹងបងប្អូនត្រូវគិតថាអានេះគេអានតាមអីបាទអញ្ចឹងចម្លើយឲ្យតែមានសែនមានម៉ឺនមានពាន់មានរយហ្នឹងកន្លែងហ្នឹងគឺគេអានតាមខ្ទង់ហើយបាទអានតាមខ្ទង់ហើយអញ្ចឹងបងប្អូនទៅសេមកបាទសេនេះមុននេះ385លានអញ្ចឹង385បងប្អូនសេមក385បាន3ខ្ទង់ណា3ខ្ទង់ណាឥឡូវ2សែនបាទ2សែនអញ្ចឹងបងប្អូនសេលេខ2មក2ហ្នឹងខ្ទង់សែន 50,000 បាទ 50,000 លេខ5មកបាទតែបងប្អូនឃើញការអានតាមខ្ទង់នេះបាត់អីគេបាត់ពាន់មែនទេបាទបាត់ពាន់កន្លែងនេះគឺលេខ0ហើយបានជាគេមិនសរសេរមកមិនអានមកណាវាទៅជា0,000បាទតែគេមិនសរសេរបាទបន្តមកទៀត35បងប្អូនឃើញបាត់អីបាត់100បាត់ខ្ទង់100ហ៎បាទបាត់ខ្ទង់100នោះគឺលេខ0ហើយគេមិនសរសេរមកទេបន្តមកទៀត35អូនសរសេរ35មកបាទនេះគឺជាចម្លើយក្នុងការអានតាមខ្ទង់បងប្អូនងាយស្រួលទេបាទបើបាត់ឈ្មោះខ្ទង់ណាខ្ទង់នោះគឺលេខ0ហើយបាទខាងក្រោម550លានបាទ550លាន 385,000 បាទតែចេញបែបនេះតែវាអត់មានសែនមានម៉ឺនហ្នឹងគឺគេអានតាមថ្នាក់ហើយណាបងណាគេអានតាមថ្នាក់ហើយបាទ607អញ្ចឹងបងសរសេរមកយើងសរសេរត្រឹមនេះមុន550លានអញ្ចឹងបងសរសេរមកបាទ550តមកទៀតថ្នាក់ពាន់គឺត្រឹមនេះ385,000
385បងសេមក385បន្តមកទៀត607អូនសេកន្លែងនេះឃើញបាត់ខ្ទង់10អីបាទបាត់អានតាមថ្នាក់មែនប៉ុន្តែនៅក្នុងថ្នាក់នោះវាត្រូវមានខ្ទង់10មួយអញ្ចឹងបើវាបាត់ខ្ទង់10លេខ10ហ្នឹងខ្ទង់10ហ្នឹងគឺលេខ0ណាបាទបន្តមកគឺ7បងប្អូនចាំណាបាទតាបាត់កន្លែងណាមួយកន្លែងហ្នឹងគឺលេខ0បាទអញ្ចឹងការបកស្រាយពន្យល់មេរៀនក៏ដូចជាការធ្វើលំហាត់ជូនរបស់លោកគ្រូនៅពេលនេះបាទសូមបញ្ចប់តែប៉ុណ្ណេះលោកគ្រូសង្ឃឹមថាការបកស្រាយរបស់លោកគ្រូនេះបាទនឹងជួយជាអត្ថប្រយោជន៍ដល់បងប្អូនក្នុងការសិក្សាសូមបងប្អូនថ្មីបាទជួយ Subscribe Channel ជួយ Share ដើម្បីឲ្យមិត្តភ័ក្តិបងប្អូនទទួលបាននៅចម្លើយលំហាត់ក៏ដូចជារបៀបដោះស្រាយថ្មីដែលលោកគ្រូនឹងបញ្ជាក់ជូនបាទនៅពេលនេះសូមអរគុណសូមគោរពលាបាទ